តោះប្រិមត្តទាំងអស់គ្នាឥឡូវនេះខ្ញុំមកធ្វើការអធិប្បាយគូប្រកួតរវាងពេជ្រសម្បត្តិជាមួយនឹងកីឡាករដូចជា Brian ចង់ដឹងតើការប្រកួតនេះយើងទៅជាយ៉ាងណាយើងមានតែរីករាយតាមដានទស្សនាទាំងអស់គ្នាហើយមុននឹងតាមដានទស្សនានៃការអធិប្បាយនៅការប្រកួតមួយនេះសូមប្រិមត្តទាំងអស់គ្នាសូមកុំភ្លេចចុច like ក៏ដូចជា Subscribe នៅលើ Channel YouTube របស់ Admin ម្នាក់មួយផងឥឡូវនេះធ្វើការលោកគ្រូអញ្ញាការឲ្យចូលវាយតោះឥឡូវនេះពេជ្រសម្បត្តិទាត់ស្ដាំមួយទាត់ឆ្វេងសងពី Brian យ៉ាពេជ្រសម្បត្តិតាមទៅជាយ៉ាងណាមកដៃឆ្វេងពី Brian ទាត់ស្ដាំសងពី Brian ទាត់ស្ដាំសងពីពេជ្រសម្បត្តិដើរចូលទាត់ឆ្វេងពី Brian មកដៃឆ្វេងពី Brian ទាត់ស្ដាំពី Brian ពេជ្រសម្បត្តិទាត់ស្ដាំពីពេជ្រសម្បត្តិដើរចូលតែមើលធ្វើជាយ៉ាងណាពេជ្រសម្បត្តិមកដៃឆ្វេងពោះពីពេជ្រសម្បត្តិអូឥឡូវមានសង្កេតឃើញថាពេជ្រសម្បត្តិឥឡូវចេះលេងជើងហ៎ប្រិមិត្តកុំគិតថាពេជ្រសម្បត្តិចេះតែកំណាប់ដៃហ៎មើលមែនតើពេជ្រសម្បត្តិគាត់ចេះលេងជើងទៀតណាឥឡូវចាប់ផ្ដើមលេងទាត់ជើងហើយចាំមើលពេជ្រសម្បត្តិដើរចូលទាត់ស្ដាំពីពេជ្រសម្បត្តិដូចអត់មាននិយាយចឹងឥឡូវពេជ្រសម្បត្តិឥឡូវក្បាច់ច្រើនជាងមុនទាត់ស្ដាំពីពេជ្រសម្បត្តិមកដៃស្ដាំពីពេជ្រសម្បត្តិឆ្វេងស្ដាំ Brian ថយឆ្វេងពីពេជ្រសម្បត្តិដើរចូលឆ្វេងស្ដាំអន Brian មិនតិច Brian ដួលហើយមកដៃស្ដាំមកដៃពោះអូមកដៃឆ្វេងចំពោះ Brian រាប់បាត់ទៅហើយអូកំណាប់ដៃពេជ្រសម្បត្តិល្អទៅហើយប្រិមិត្តនេះកង់ធំបើសិនជាកង់ចេញមករៀមវិញក៏មិននៅដែរកង់ចេញមករៀមវិញកាន់តែឈឺតែម្ដងពេជ្រសម្បត្តិចាប់ផ្ដើមចេះលេងទាត់ជើងទាត់អីឥឡូវនេះឆ្វេងស្ដាំពីពេជ្រសម្បត្តិដើរចូល Brian ទុកបានដែរឬទេឆ្វេងស្ដាំពីពេជ្រសម្បត្តិ Brian ថយធាក់មួយអាយ៉ាកែងបកពី Brian តែមិនជាបញ្ហាទេឥឡូវនេះលោកគ្រូអញ្ញាក្រាគាត់បំបែកពេជ្រសម្បត្តិដើរចូលទាត់ស្ដាំពីពេជ្រសម្បត្តិទាត់សងពី Brian កែងពី Brian មកដៃឆ្វេងស្ដាំពីពេជ្រសម្បត្តិអូកែងបុកពី Brian កែងពី Brian ពេជ្រសម្បត្តិចូលបុកមកដៃអូយ៉ាល្អមែនតើគូប្រកួតនេះអេដមីនអធិប្បាយទៅគឺថាមិនចង់តន់ទេព្រោះថាវាវាយញាប់ពេកអញ្ចឹងมันប្រិមិត្តទាំងអស់គ្នាស្រឡាញ់អញ្ចឹងស្រឡាញ់អាយើងឡើងទៅវាយអស់ពីលទ្ធភាពអញ្ចឹងកុំឡើងទៅយកតលុយវាយយកតលុយឥឡូវនេះពេជ្រសម្បត្តិដើរចូលឆ្វេងពេជ្រសម្បត្តិឆ្វេងស្ដាំពីពេជ្រសម្បត្តិឆ្វេងស្ដាំពីពេជ្រសម្បត្តិដើរចូលទៀតមកដៃស្ដាំពីពេជ្រសម្បត្តិអូដើរចូលពេជ្រសម្បត្តិអូយ៉ាមកដៃឆ្វេងពី Brian បុកកែងពី Brian ទាត់ឆ្វេងពី Brian ពេជ្រសម្បត្តិដើរចូលមកដៃស្ដាំពីពេជ្រសម្បត្តិចាប់អោបបោះជង្គង់ពីពេជ្រសម្បត្តិលោកគ្រូអញ្ញាកដាក៏បំបែកនេះដើរចូលពីពេជ្រសម្បត្តិឆ្វេងពី Brian ពេជ្រសម្បត្តិសងទៅវិញសោយស្ដាំខុសអូតម្រៃថ្វាយផ្ការបស់ពេជ្រសម្បត្តិនេះមិនអត់ចូលវិញអាចដេកទៀតហើយនេះលើនេះឆ្វេងស្ដាំពេជ្រសម្បត្តិកាច់ផ្ដួលអូឥឡូវចប់ទឹកទី1ចាំមើលយើងទៅមើលទឹកទី2តើនឹងទៅជាយ៉ាងណាទៀតតោះមុននឹងចូលទឹកទី2យើងមើលរូបភាព slow motion សិនឃើញថាពេជ្រសម្បត្តិឥឡូវចេះលេងជើងប្រិមិត្តខ្ញុំថាពេជ្រសម្បត្តិអត់ចេះលេងជើងពេជ្រសម្បត្តិចូលបោះជើងឆ្វេងស្ដាំឲ្យវាយគ្នាទៅវិញទៅមកលើពេជ្រសម្បត្តិដើរចូលមកដៃស្ដាំពីពេជ្រសម្បត្តិនេះឆ្វេងស្ដាំនេះ Brian ថយដែរប៉ុន្តែពេជ្រសម្បត្តិព្យាយាមចូលនេះមកដៃឆ្វេងចំពោះនេះធ្ងន់ណាស់ Brian ព្យាយាមទាត់ដែរប៉ុន្តែពេជ្រសម្បត្តិដូចមិនបញ្ហានេះមកដៃឆ្វេងចូលពោះនេះកន្លែងនេះល្អមែនទែនតែមើលទៅពេជ្រសម្បត្តិឥឡូវគាត់ចាប់ផ្ដើមមានក្បាច់ច្រើនជាងមុនឥឡូវពេជ្រសម្បត្តិគាត់ចេះទាត់ចេះធាក់អីចឹងណាវាភាសាជាងមុនដូចប្រិមិត្តថាពេលខ្លះថាពេជ្រសម្បត្តិចេះតែមកច្រកចេះតែដៃចេះតែអីចឹងណាតែមិនចឹងទេប្រិមិត្តពេជ្រសម្បត្តិចេះទាំងគេហៅថាទាត់ទៀតហើយប្រិមិត្តមើលរូបភាពនេះ Brian នេះក៏មិនអន់ដែរប្រិមិត្តទាំងអស់គ្នាឥឡូវនេះយើងធ្វើការចូលទឹក2ចង់ដឹងថាតើ Brian អាចយកឈ្នះពេជ្រសម្បត្តិបានដែរឬទេយើងមានចាំតាមដានទស្សនាឥឡូវនេះគឺថាចូលទឹកទី2លោកគ្រូញ៉ាក់ក្រាពោះជួងពេជ្រសម្បត្តិអាចចូលទាត់ស្ដាំពីពេជ្រសម្បត្តិទាត់ឆ្វេងសងពី Brian ពេជ្រសម្បត្តិអាចចូលមកដៃឆ្វេងពី Brian ឆ្វេងស្ដាំពី Brian នេះយ៉ាពេជ្រសម្បត្តិមួយទាត់ស្ដាំពី Brian
បិសម្បត្តិដើរចូលឆ្វេងពីបិសម្បត្តិទាត់ឆ្វេងស្ដាំពីបិសម្បត្តិអូបោះជង្គង់ពី Brian ល្អដែរបិសម្បត្តិទាត់ស្ដាំមួយបិសម្បត្តិមកដៃស្ដាំពីបិសម្បត្តិដួលបាត់ទៅហើយអូអត់អីណែអូងើបតាន់បិសម្បត្តិដើរចូលទៀតឆ្វេងស្ដាំអូល្អមែនតើគូប្រកួតនេះចឹងមិនថាការប្រកួតពេលខ្លះយើងរើសកីឡាករមកឲ្យល្អខ្លះយ៉ាងប្រិមិត្តជក់ចិត្តមើលដូច admin ដែរឥឡូវនេះធ្វើការបិសម្បត្តិដើរចូលឆ្វេងស្ដាំចូលពោះមួយបិសម្បត្តិដើរចូលវាយទៅវាយមកเลยតាប្រិមិត្ត Brian ក៏ល្អបិសម្បត្តិក៏ល្អមកដៃស្ដាំពីបិសម្បត្តិ Brian ចូលមកដៃឆ្វេងពី Brian បិសម្បត្តិដើរចូលឆ្វេងស្ដាំពី Brian មកដៃស្ដាំពី Brian បិសម្បត្តិសងវិញបិសម្បត្តិឆ្វេងស្ដាំបុកកែងមួយដួលបាត់ទៅហើយ Brian បិសម្បត្តិវាយកែងទៅដួលឥឡូវលោកគ្រូអញ្ញាការាគាត់រាប់1 2 3ចាំមើលតើអាចតស៊ូរួចដែរឬទេចូលកែងបិសម្បត្តិប្រិមិត្តហើយខ្ញុំ admin អធិស្ឋានបងប្អូនប្រិមិត្តទាំងអស់គ្នាដោយសារតែពាណិជ្ជកម្ម admin record ពី live ទៅលោតពាណិជ្ជកម្មអញ្ចឹងណាឥឡូវបិសម្បត្តិដើរចូលបិសម្បត្តិចង់ផ្ដាច់ទឹកពីរតែម្ដងឬក៏មិនកែងទៀតដួលបាត់ទៅហើយលោកគ្រូអញ្ញាការាគាត់បញ្ឈប់បាត់ទៅហើយប្រិមិត្តអញ្ចឹងការប្រកួតនេះក៏បានឈ្នះទៅលើបិសម្បត្តិដែរបិសម្បត្តិបានទទួលជោគជ័យសរុបការប្រកួតមកវិញ admin ឃើញថាការប្រកួតនេះពិតជាល្អមែនទែនហើយឃើញថា Brian ក៏ល្អដែរប៉ុន្តែនៅតែចាញ់បិសម្បត្តិហើយបិសម្បត្តិគាត់ចេះលក្ខណៈថាគាត់មានអាវុធស្នៀតរបស់គាត់មួយគឺថាឥឡូវចាប់ដើមល្អជើងចាប់ដើមចេះទាត់ជើងចាប់ដើមចេះកែងចេះអីស្អាតជាងមុនទៀតប៉ុន្តែគាត់មានចាប់អារម្មណ៍គឺថាចេះលេងជើងពីមុនបិសម្បត្តិអត់សូវធាក់អត់សូវអីទេតែឥឡូវបិសម្បត្តិចាប់ដើមបន្ថែមក្បាច់ស្នៀតពិសេសបន្តទៀតអូខេឥឡូវនេះគឺថាឃើញថាបិសម្បត្តិទៅអោបហ្គមបាក៏ដូចជា Brian ហើយនេះហើយបងប្អូនគឺជាកីឡារស់ក្នុងសន្តិភាពកីឡាបង្កើតមិត្តភាពអញ្ចឹងយើងនៅក្នុងសង្វៀនយើងគឺជាសត្រូវគ្នាយើងគឺជាដៃគូប្រកួតប្រជែងគ្នាប៉ុន្តែពេលចប់ការប្រកួតយើងគឺជាមិត្តភាពយើងគឺរាប់អានជាធម្មតាអញ្ចឹងទៅប្រិមិត្តទាំងអស់គ្នាអញ្ចឹងការប្រកួតនេះគឺទទួលបានជ័យជំនះទៅលើពេជ្រសម្បត្តិអញ្ចឹងក៏យើងចូលរួមអបអរសាទរដល់ពេជ្រសម្បត្តិក៏ដូចចូលរួមសោកស្ដាយទៅដល់ពេជ្រសម្បត្តិដែរប្រិមិត្តទាំងអស់គ្នាបាទមើលរូបភាពយូរទៅឃើញថាពេជ្រសម្បត្តិនេះចូលបុកកែងនេះមកកែងស្ដាំនេះឃើញថា Brian នេះគឺត្រូវថាលោកគ្រូអញ្ញាការាគាត់បញ្ឈប់ការប្រកួតតែម្ដងនេះមកកែងស្ដាំនេះលោកគ្រូអញ្ញាការាបញ្ឈប់ការប្រកួតតែម្ដងចង់ឃើញពេជ្រសម្បត្តិគាត់ប្រកួតជាមួយនឹងកីឡាករដែលកាន់តែខ្លាំងបន្តទៀតដើម្បីឲ្យឃើញមាននៅការគ្រប់គ្រងគាត់កាន់តែច្រើនបន្តទៀតឥឡូវនេះឃើញថាពេជ្រសម្បត្តិទទួលបានជ័យជំនះដោយផ្ដួលកីឡាករ Brian នៅក្នុងទឹកទី2យើងចូលរួមអបអរសាទរដល់ពេជ្រសម្បត្តិទាំងអស់គ្នាអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនារបស់នៅវីដេអូរបស់ admin ហើយកុំភ្លេចចុច like subscribe នៅលើ channel YouTube របស់ admin ម្នាក់មួយផងadmin សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ